Cho mình po nèទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះស្វាសូមធ្វើការចែកម្លែកទាក់ទងទៅនឹងការដំឡើងនៅកម្មវិធី Adobe Photoshop អញ្ចឹងយើងឃើញថាចេះមួយរយៈមកនេះគឺវាមានការអាប់ដេតច្រើនអញ្ចឹងនៅពេលដែលវាអាប់ដេតច្រើនវាធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងក្នុងការ down វាពិបាកក្នុងការ down ណាចំពោះ Photoshop នេះមួយនៅពេលដែលយើង down យើង search មកដាក់ Adobe Photoshop វាស្រាប់តែចេញនៅកម្មវិធីផ្សេងៗចឹងទៅហើយវាមានឲ្យ log out log in ជាមួយនឹង cloud ជាមួយនឹង Gmail របស់យើងអញ្ចឹងណាវាញ៉ៃច្រើនអញ្ចឹងទៅពេលដែលញ៉ៃច្រើនអ្នកខ្លះក៏អត់ចង់ down ទេព្រោះវាញ៉ៃច្រើនអញ្ចឹងណាអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកពីកម្មវិធីសម្រាប់ការ download វាងាយស្រួលណាងាយស្រួលក្នុងការដំឡើងចែកជូនអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងយើងចូលទៅ down យើងចូលទៅក្នុងកម្មវិធី Chrome របស់យើងមកនេះកម្មវិធី Chrome ហ្នឹងណាអូខេកាលណាចូលហើយយើងវានឹងចេញកន្លែង search Google ចុចកន្លែងហ្នឹងមួយមកហើយវាពាក្យអីវាពាក្យនេះស្អីគេ mutal.net នេះអូខេបើសិនជាអានអត់ត្រូវជាស្រ័យហ្នឹងអូខេនៅពេលដែលចេញអញ្ចឹងហើយនៅពេលដែលយើងចេញអញ្ចឹងហើយយើងចុច enter មកមិនចាំខ្វល់ខ្វាយអីច្រើនទេចុច enter មួយមកត្រង់កន្លែងចំណុចនេះខ្ញុំសូមបញ្ជាក់មួយតកតងទៅនឹងការដំឡើងដូចជា Windows ដូចជាអីក៏យើងអាចមកដំឡើងនៅក្នុងកម្មវិធីនឹងបានដែរហើយវាផ្ទុករាល់កម្មវិធីទាំងឡាយវាផ្ទុកនៅនឹងច្រើនអញ្ចឹងទៅហើយយើងកុំបាច់វែងឆ្ងាយច្រើនចូលកន្លែងមក research មកកន្លែងពាក្យ search ហ្នឹងមកដាក់ Adobe វាយពាក្យ Adobe Photoshop មួយមក Photoshop ប៉ុណ្ណឹងមកហើយចុចពាក្យថា enter ចុចពាក្យថា enter អញ្ចឹងយើងឃើញក្នុងចំណុចនេះមាន2020 2023 24និង25អញ្ចឹងត្រង់ចំណុចកន្លែង24 25នេះខ្ញុំសូមបញ្ជាក់ដែរថា2025នៅពេលយើង down ដូចជាវាអត់ support ជាមួយទេអញ្ចឹងអូក៏ប៉ុន្តែវាមានករណីខ្លះបើសិនជាកុំព្យូទ័ររបស់យើងវាខ្ពស់ណាកម្រិតខ្ពស់វាអាច support ជាមួយនឹងកម្មវិធីនឹងដែរនៅក្នុងកម្មវិធីហ្នឹងណាហើយបើសិនជាកម្មវិធីកុំព្យូទ័ររបស់យើងវារៀងទាបដែរឧទាហរណ៍បើសិនជា RAM របស់យើងវាមានត្រឹម 4G ឬក៏ 8G បើសិនជា 8G វាអាចនឹង support ដែរក៏ប៉ុន្តែបើសិនជាត្រឹម 4G អីទេ recommend ថាគួរណាស់តែត្រឹមdownload ត្រឹម Adobe Photoshop 2024 version 25នេះទៅឬក៏23ឬក៏20ហ្នឹងទៅមិនបាច់ចាំទៅ down 2025ទេពួកអីត្រង់កន្លែងចំណុចនេះអាត្មាសាកមើលហើយវាដូចជាអត់ដំណើរការទេកាលណាដែលយើងចុចទៅវាដាក់ error វាអត់ឲ្យ down តទៅទៀតណាអញ្ចឹងត្រង់ចំណុចនេះអាត្មាសូមធ្វើការបង្ហាញតាក់ទងទៅនឹង Adobe Photoshop 2024 version 25ហ្នឹងតែម្ដងអូយបើសិនជាអ្នកទាំងអស់គ្នាគិតថាកុំព្យូទ័ររបស់យើងហ្នឹងវាកម្រិតទាបត្រឹម RAM 4G ឬក៏ 8G យើងគួរពិចារណាត្រឹម24ឬក៏23 20អីចឹងទៅបើសិនជា RAM 20 RAM 4ណា recommend ថា23 20អីចឹងទៅវាស្រួលឲ្យកុំព្យូទ័ររបស់យើង run ទៅបានល្អហើយវា smooth ចឹងណាអូខេឥឡូវយើងចូល24មកត្រង់ចំណុចនេះយើងឃើញថាចេះsize របស់ Photoshop ហ្នឹងវា RAM រហូតmemory រហូតដល់ 4G.23 អញ្ចឹងវាខ្ពស់គ្រាន់បើដែររហូតដល់ 4G ចឹងហើយអញ្ចឹង64 bit ហើយយើងឃើញថាអ្នក download នេះប្រហែលពាន់អ្នកប្រហែលម៉ឺនអ្នក8សែនអ្នកជាងអញ្ចឹងយើងឃើញថាអាចទុកចិត្តបានហើយមិនចាំភ័យថាពេល download ទៅវាមានមេរោគចូលអីមិនចាំភ័យទេក្នុងចំណុចហ្នឹងវាលើកលែងតែយើង crack ទៅលើកម្មវិធី Windows នេះដូចជាកន្លែងនេះដោយសារអីបានអត់ crack ទៅលើ Windows ដោយសារទុកចាំចែកម្លែកអ្នកទាំងអស់គ្នាភាសាទៀតអញ្ចឹងទុកសិនយើងចុច direct download នឹងមួយមកហើយយ៉ាងម៉េចយើងយកពាក្យថា go to download pack ចុចមួយមកចុច click here to download ចុច click here ទៀតទៅចុចមួយទៀតណាវានឹងចាប់ផ្ដើម download ឲ្យយើងហើយប៉ុន្តែក្នុងចំណុចនេះបាទសូមខ្វែងចោលសិនទៅបាទសិនទៅដោយសារអីមិញឃើញក្នុងចំណុចកន្លែងនេះនេះដោយសារ download មុននឹងហើយកុំឲ្យ view អូខេកុំឲ្យ view ក៏ប៉ុន្តែការ download ហ្នឹងគឺនៅក្នុងកម្មវិធីនឹងដូចគ្នាទេអត់ខុសគ្នាទេអញ្ចឹងយើងចូលទៅឥឡូវអ្នកទាំងអស់គ្នារងចាំទៅហើយ stop ទុកសិនទៅបើសិនជាអត់តាន់ពេញណាឥឡូវយើងចូលទៅ download ចូលទៅកន្លែងដំឡើងវិញឥឡូវប្រាប់មួយទៀតបើសិនជាអ្នកទាំងអស់គ្នាអត់មានឃើញកន្លែងនេះទេហ្នឹងកន្លែង download ហ្នឹងទេយើងចូលមកកន្លែង trace ចុច3ហ្នឹងមកចុច3ហ្នឹងហើយរកពាក្យថា download សាដើមអូខេនៅពេលដែលយើងចុចអញ្ចឹងទៅវានឹងចូលមកក្នុងអីគេក្នុង WinRAR របស់យើងតែម្ដងអញ្ចឹងយើងអត់ចង់ឲ្យវាចូលក្នុងកន្លែង WinRAR តែម្ដងទេខ្វែងវាចោលមក
យើងចុចកន្លែងនេះអញ្ចឹងនៅពេលដែលចុចមកកន្លែងហ្នឹងវានឹង load ចូលមកក្នុងពាក្យថា download ហើយអញ្ចឹងថាសំកាត់មកកន្លែងនេះតិចយកមកតម្លាក់នៅក្នុងកម្មវិធីរបស់យើងវិញរួចនៅពេលដែលយើងនេះហើយយើងត្រូវធ្វើម៉េចទៀតយើងត្រូវ extract វា extract អីគេ extract ជាមួយនឹង WinRAR អញ្ចឹងយើងចុច click មកស្ដាំណា click មកស្ដាំមួយហើយចុចពាក្យថា extract to Adobe Photoshop នៅពេលនោះហើយវានឹងចាប់ផ្ដើមដើរអូខេវានឹងចាប់ផ្ដើមដើរពេញវា extract ដើរ extract ពេញយើងចាប់ផ្ដើមធ្វើការដំណើរការបន្តទៀតប៉ុន្តែជាទូទៅនៅពេលដែលយើងដំឡើងអាហ្នឹងគឺយើងត្រូវតែមាននេះកម្មវិធីនេះ Ultra SO នេះបើសិនជាយើងអត់មានកម្មវិធី Ultra SO ទេវាពិបាកថែមទៀតអញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវទៅ down កម្មវិធី Ultra ហ្នឹងមកទៅ down កម្មវិធី Ultra SO ហ្នឹងមក Ultra SO SO យើងឃើញនៅខាងក្រោមនេះអូខេយើងឃើញខាងក្រោមហើយយើងត្រូវធ្វើម៉េចយើងចុចលើវាមួយមកហើយចុចពាក្យថា free download នេះព្រោះអីអាហ្នឹងកម្មវិធី free ទេវាស្រួលងាយស្រួលក្នុងការ download ទេចុចមួយមកបាច់ចាំនេះទេ start មកណា start មកកំពុងដំណើរការប៉ុន្តែភ្លេចប្រាប់ឥឡូវវាចូលមេរូបមួយបាត់នៅពេលយើង down កម្មវិធី Ultra ហ្នឹងយើងត្រូវបិទណាបិទនេះមេរូបចូលទីងនេះអត់អីមិនជាបញ្ហាទេប៉ុន្តែបិទហើយបាត់អីបើកមួយសិនឥឡូវអញ្ចេះពេលដែលយើង down បាច់ចាំខ្វល់ខ្វាយអីច្រើនទេចុច start មួយមកឲ្យមេរូបវាចូលទៅចូលសិនទៅខ្វាយវាចោលនៅពេលដែល load ទឹងមកអញ្ចឹងមានន័យថាម៉េចមានន័យថាយើងអត់ទាន់បានបិទកម្មវិធីឯងព្រោះអីអាហ្នឹងវាជាកម្មវិធីមួយសម្រាប់ scan ផងអីផងអញ្ចឹងណាវា extract បើសិនជាកុំព្យូទ័ររបស់យើងវាមានកម្មវិធីសម្រាប់ការពារនឹងទៅនឹង virus ណា virus អញ្ចឹងយើងត្រូវទៅបិទសិនទៅបិទកម្មវិធីបិទកន្លែង virus នឹងចោលសិនបិទ1 2 3 4បិទអស់មកនឹង load ទិញហ្នឹងឯងរួចបន្ទាប់មកចាំយើង start អូខេយើងដំឡើងវាហើយសិនចាំយើងបើកកន្លែង virus ណាពួកអីជាទូទៅវាការពារកុំព្យូទ័ររបស់យើងពី virus ហ្នឹងបើសិនជាមិនស្រួលវានឹង load ទិញឲ្យយើងដឹងហើយអញ្ចឹងយើងចុច skip all មក skip all ចាប់តាមដំណើរការរួចពេលដែលយើងរួចភ្លាមយើង run មកណាអូខេខ្វែងចោលចុច I accept មកប៉ុណ្ណឹងមួយចុចចេះបើចាំខ្វល់ច្រើនចុច next install retry ទៀតបន្តដំណើរបើចាំខ្វល់ចុចគ្រីសមួយមក file កាលណាដែល file ហើយខ្វែងចោលអស់យើងចូលទៅកម្មវិធី virus របស់យើងវិញយើងចូលទៅបើកវិញឲ្យលឿនកុំឲ្យ virus ហ្នឹងវាចាប់ផ្ដើមស៊ីមេរោគស៊ីចូលណាអូខេត្រង់ចំណុចកន្លែងនេះអ្នកខ្លះក៏អត់ចេះក៏ពិបាកដែរណាអត់ដឹងទេអ្នកខ្លះអត់ដឹងត្រង់ចំណុចហ្នឹងទេអូខេយើងខ្វែងចោលដែររួចឥឡូវយើងក៏លេខទៅមើលអីគេកម្មវិធីរបស់យើងនេះថាតើវាចូលបានប្រហែលណាវាពេញទៅនេះ Adobe Photoshop របស់យើងមកកន្លែងនេះយើងត្រូវទៅ extract ជាមួយនេះវិញយើងចូលទៅ extract ជាមួយ Ultra SO ណាអូខេព្រោះអីបើសិនជាយើង extract ជាមួយនឹង WinRAR ក៏វាអត់កើតដែរមេហុកចូលមិនដែរដោយសារ down WinRAR មិនអញ្ចឹងមិនចាំខ្វល់អីច្រើនទេបើកចោលឲ្យវា scan ណាពេលដែលមានមេហុកចូលយើងត្រូវ scan វាចោលបើសិនជាយើងអត់ scan ទេមួយទៀតយើងត្រូវមិនទៅ restart វាចោលសិនហើយបើសិនជាយើងអត់ច្បាស់ត្រង់កន្លែងហ្នឹងយើងទៅ restart វាចោលសារហើយចាំយើងបើកមកវិញកុំឲ្យមេហុកចូលកាលណាយើង down Ultra គឺវាមានមេហុកកាលណាដែលមានមេហុកយើងត្រូវបើកបិទកម្មវិធីកន្លែង virus ហ្នឹងអញ្ចឹងហ៊ានតាមិនស្រួលវានឹងមេរោគចូលហើយហើយបើសិនជាយើងមិនច្បាស់យើងត្រូវ restart វាចោលណា restart window យើងចោលសិនអូខេយើងកុំក្បាច់ក្បូរវែងឆ្ងាយយ៉ាងពេកយើងចូលមក click មើលស្ដាំចុច Ultra ពីលើ Ultra ហ្នឹងហើយយើងរកពាក្យថា extract to folder នេះ Adobe Photoshop របស់យើងមកយើងចាប់ដើមបំលែងពី
Altra ហ្នឹងមកជា file ឲ្យយើងប្រើប្រាស់ហើយអានេះវាមេរោគចូលណាត្រូវចាំកន្លែងហ្នឹងបើសិនជាយើងអត់ច្បាស់ចាក់ភាសាទៀតចូលទៅហ្នឹង restart វាចោលភាសាទៅកុំឲ្យមេរោគវាចូលថែមទៀតចាំហើយចាំយើងមកតម្លៃសាមីបើសិនជាយើងច្បាស់កន្លែងហ្នឹងអត់អីទេវាមិនបញ្ហាអីទេកាលណាវាមេរោគចូលលុតទិញពេញទៅហ្នឹងទិញតិចមកផ្ទាំងប៉ុណ្ណឹងមកឡើនេះមកផ្ទាំងប៉ុណ្ណឹងអាហ្នឹងវាតល់តែយើងត្រូវការឈូសទៀតហើយត្រូវការឈូសឈូស Windows ចោលអាហ្នឹងកម្មវិធីត្រូវតម្លៃសាមីទាំងអស់ដូចបើសិនជាយើងទៅលុបមេរោគហ្នឹងជួនកាលវាអាចលុបអស់យើងអាចដំណើរការបានធម្មតាប៉ុន្តែមេរោគខ្លះវាអត់អាចនេះទេអត់អាចលុបបានទេត្រូវតែយើងឈូសតែម្ដងអាហ្នឹងត្រង់ចំណុចហ្នឹងណាអត់បញ្ហាខ្វែងចោលមិនអីពេញនៅអូខេ subsequent action notification load មកឲ្យហត់សម្បត្តិមួយសិន load ទៅអត់ខ្វល់ទេនេះណាចូលដល់ណាហើយចូលនេះមួយយើងចុចមើលសិននេះយើងចូលមកខាងលើមិនបាច់ចាំទៅ auto play auto មិន play អីណានេះចូល Adobe Photoshop 2024ហៅពាក្យថា set up ណាចុចពាក្យថា set up មួយមកអូខេដល់ពេលចុច set up ហើយយើងចុចចេះមកចុចចេះវាចាប់តាម install ឲ្យយើងហើយត្រង់ចំណុចហ្នឹងអូខេ continue មួយ continue មួយតឡាន់ជាប់មាត់អាហ្នឹង2024ហើយបើសិនជាយើងចង់បាន2025ដូចតែបានបញ្ជាក់ខាងលើអញ្ចឹងចង់បាន2025ដោន2025ឲ្យតឡើងទៅហើយបើសិនជាតឡើងអត់បានទេដោន2024វិញមកវាមិនជាបញ្ហាអីទេដូចបានបញ្ជាក់បន្ថែមអញ្ចឹងអាកន្លែង activate នេះ activate window នេះចាំធ្វើវីដេអូប្រាប់អ្នកទាំងអស់គ្នាមួយសារទៀតទៅក្នុងកម្មវិធី activate អាហ្នឹងក៏ត្រូវការកម្មវិធីដែរណាហើយកម្មវិធីវាបើសិនជាយើងអត់ចេះមេរោគដូចចូលដូចមិនអញ្ចឹងហើយបើសិនជាចូលហើយដូចបានបញ្ជាក់ខាងដើមអញ្ចឹងឥឡូវយើងចាំ play សិនទៅអូខេពេញនៅពេលដែលពេញយើងបាច់ចាំខ្វាយខ្វល់អីច្រើនដូចបានអូអស់ភ្លើងមកបាត់មិនចាំខ្វាយខ្វល់អីច្រើនយ៉ាឆក់ខ្វាយខ្វល់អីច្រើនទេចុចឡាញ់មួយមកនឹងអានត្រូវខ្វល់ខ្លះក៏បានចុចអាហ្នឹងក៏បានដែរចុចអានេះចូលតែម្ដងយើងចង់ប្រើរហ័សយើងចុចវាមកអូខេនេះដំណើរការបានហើយចាប់តាមដំណាក់កាលហើយចូលនេះឃើញថាចូលទេឃើញទេអូខេអូយយើងអត់ចង់ឲ្យវាញ៉ៃទេនេះអានេះអត់ចង់ឲ្យវាញ៉ៃទៀតទេអញ្ចឹងយើងចុចគ្រីសមួយមកចុចអូខេមួយមកអូខេចុច new មួយមកចង់បង្កើតអីគេអ្នកដែលធ្លាប់ប្រើ Photoshop គាត់យល់គាត់ដឹងហើយត្រង់ចំណុចនេះអ្នកដែលធ្លាប់ design អ្នកធ្លាប់រៀនធ្លាប់អីចឹងណាអូខេមិនបាច់ចាំពេញឆ្ងាយទេចុច create តែម្ដងមើល option របស់វាអូខេ option របស់វាយើងឃើញថាដូចជាមួយនឹងបោះគេដតីដែរអូយអឺញ៉ាឯណាចង់ទៅសេអសសេពីអីចេះសេទៅអូខេអូផ្លេចមួយទៀតតើតើទៅនឹងអ្នកទាំងអស់គ្នាខ្លាចគេលើថាអូនៅពេលដែល down ហើយមិនបានអត់ឃើញនេះនៅកន្លែងនេះនៅក្នុងផ្ទាំង monitor របស់យើងនៅផ្ទាំង laptop របស់យើង desktop របស់យើងមិនបានអត់ឃើញអញ្ចឹងត្រូវធ្វើម៉េចបានឲ្យអា Photoshop ហ្នឹងមកនៅក្នុងផ្ទាំងហ្នឹងបានបើសិនជាយើងខ្វែងទៅវាទៅបាត់ហើយអត់ឃើញទេអញ្ចឹងថងចំណុចហ្នឹងនេះយើងចុចកន្លែងនេះមួយមកហើយយើងវាយពាក្យថា Photoshop យ៉ា Photoshop ត្រូវអត់ Photoshop ណាមិនបានចូលមកហ្នឹងអូយច្រឡំចុច Enter Photoshop នេះរបស់យើងមិញណាយើងចុចកន្លែងនេះមកណា Open File Location ចុចពាក្យថា Open File Location អញ្ចឹង
បើយើងដែល down មកនេះរបៀប Photoshop 2024រួចអា2026នេះមិនមែនទេ element ផ្សេងទេណាអ្នកទាំងអស់គ្នាមិនចាំយកចិត្តទុកដាក់ទេបើចាំតែខ្វល់ខ្វាយច្រើននេះចុច click មកស្ដាំពីលើវាមួយមកហើយពេលថា send to ចុចពីលើវាមកឃើញផ្ទាំងច្រើនជាច្រើនណាចុចពេលថា desktop ចុចប៉ុណ្ណឹងមកបកមកនេះរបស់យើងនៅត្រង់នឹងឯងអឺវគ្គក្រោយនឹងអាចមានកម្មវិធីផ្សេងៗសម្រាប់ការចែកជូនទាំងអស់គ្នាអញ្ចឹងទៅហើយactivate window នេះអាចនឹងមានវគ្គបន្តទៀតសម្រាប់ចែកជូនអ្នកទាំងអស់គ្នាជំរាបលា